សកម្មភាពកម្ចាត់ក្មេងទំនើងក្នុងរាជធានីភ្នំពេញ6ថ្ងៃចាប់ម៉ូតូអាប្រែន126គ្រឿងរយៈពេលចំនួន6ថ្ងៃប៉ុណ្ណោះនគរបាលនៅតាមអធិការដ្ឋានខណ្ឌទាំង14នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាប់ឃាត់ម៉ូតូដែលកែច្នៃបំពង់ស៊ីម៉ាំងបង្កឲ្យមានឮសំឡេងខ្លាំងៗឲ្យឈ្មោះជាទូទៅថាអាប្រែនបានសរុបចំនួន126គ្រឿងនិងនាំខ្លួនទាំងម្ចាស់មកណែនាំដោះដូរបំពង់ស៊ីម៉ាំងកែច្នៃចេញព្រមទាំងអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំបន្តដែលនគរបាលបាននិយាយថាចាប់មិនចេះអស់សោះតាមស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញចាប់ពីថ្ងៃទី30ខែឧសភារហូតមកដល់ថ្ងៃទី4ខែមិថុនាឆ្នាំ2025កម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង14បានឃាត់ម៉ូតូប្រើប្រាស់បំពង់ស៊ីម៉ាំងហៅអាប្រែនសរុបចំនួន126គ្រឿងក្នុងនោះតម្រូវឲ្យម្ចាស់យកបំពង់ស៊ីម៉ាំងដើមមកដោះដូរបានចំនួន34គ្រឿងហើយនិងរក្សាទុកចំនួន92គ្រឿងទៀតរងចាំម្ចាស់យកបំពង់ស៊ីម៉ាំងដើមមកដោះដូរបន្តគូបញ្ជាក់ថាប៉ុន្មានថ្ងៃនេះបន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញជាថ្មីនគរបាលតាមបណ្ដាខណ្ឌទាំង14នៅក្នុងរាជធានីភ្នំពេញបានបើកយុទ្ធនាការល្បាតនៅតាមមូលដ្ឋានហើយឃាត់ខ្លួនយុវជនទំនើងកោងកាចដែលតែងតែជិះម៉ូតូតូចធំបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេសបង្កសំឡេងខ្លាំងរំខានដល់ការរស់នៅនិងធ្វើដំណើររបស់ប្រជាពលរដ្ឋគួរឲ្យរំខាននិងស្អប់ខ្ពើមណាស់សូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ